ជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងគ្នាថ្ងៃនេះអេមីនខេបឡៃត្រឡប់វិញហើយនឹងសម្រាប់ជូនសាច់រឿងភាគបន្តកពូលអ្នកយុទ្ធងាកងារសង្កាត់គីមភាគទី9តើកុំឲ្យកាត់ពេលវេលាយូរយើងចូលសាច់រឿងភាគទី9របស់យើងដោយសាច់រឿងភាគទី9របស់យើងបានចាប់ដើមឡើងដោយឃើញថាលោកច័ន្ទកំពុងតែរៀបចំផែនការមួយដ៏ធំមួយដោយមានទ្រង់ដ៏ធំមួយផងដែរហើយយើងឃើញថាលោកច័ន្ទបានផ្ដល់ឱកាសម្ដងទៀតទៅលើកូនចៅដៃស្ដាំរបស់គាត់បន្ទាប់ពីការបរាជ័យរបស់គាត់វាយជាមួយនឹងលោកឈុលហើយលោកច័ន្ទក៏បានផ្ដល់នៅជីវប្រវត្តិលោកស៊ូនិងលោកឈុលទៅឲ្យកូនចៅដៃស្ដាំរបស់ខ្លួនដោយយើងមិនទាន់ដឹងថាលោកច័ន្ទមានកម្រងបែបណាទេដោយឈុតក៏បានត្រឡប់ថយក្រោយបន្តិចកន្លងពេលដែលលោកច័ន្ទកំពុងតែញុះញង់ប្រតិភូដើម្បីបង្កើតសាច់រឿងឲ្យធំសម្រាប់ការចាប់លោកគឹមនិងលោករេយ៉ុងបន្ទាប់មកក៏ដល់ថ្ងៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិមកដល់ដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានរងចាំប្រតិភូខាងជើងតែពួកគេគឺមិនបានមកតាមការណាត់ទេបន្ទាប់មកក៏ឃើញថាកូនចៅម្នាក់ក៏បានប្រាប់នាយករដ្ឋមន្ត្រីខាងត្បូងថាប្រតិភូកូរ៉េខាងជើងចង់ជួបលោកសម្ងាត់តែ2នាក់ទេហើយពួកគេទាំងពីរនាក់ក៏បានជួបគ្នាទៅដោយពេលនោះឃើញថាប្រតិភូក៏បានលើកឡើងថាប្រទេសកូរ៉េខាងត្បូងបានចាក់កតពីក្រោយខ្នងដោយបានលាក់ជន់ក្បត់លោករេយ៉ុងហើយបានឲ្យលោកគឹមគឺជាអ្នកការពារកតផងដែរហើយពេលនោះប្រតិភូកូរ៉េខាងជើងនឹងក៏បានគម្រាមថាបើមិនចង់ឲ្យគេលុបកិច្ចសន្យានឹងមានរឿងធំរវាងកូរ៉េខាងជើងនិងខាងត្បូងទេលោកត្រូវតែចាប់លោករេយ៉ុងនិងលោកគឹមឲ្យពួកគេវិញហើយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនោះក៏បានយកព្រមជាមួយនឹងការដើរចេញពីបន្ទប់ប្រតិភូតែកំហឹងទៅហើយក៏បានបញ្ជាឲ្យក្រុម AMD លោកកុកឈុលចាប់លោកគឹមនិងលោករេយ៉ុងបញ្ជូនទៅកូរ៉េខាងជើងវិញបន្ទាប់មកឃើញថាលោកកុកឈុលក៏បានទៅចាប់លោកគឹមនិងលោករេយ៉ុងនៅកន្លែងរបស់លោកឈុលតាមបញ្ជាពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងហើយយើងពេលហ្នឹងក៏បានដឹងថាបេសកកម្មរបស់លោកគឹមបានបរាជ័យហើយក៏បានដឹងឮដល់ប្រតិភូកូរ៉េខាងជើងផងដែរដោយជនបង្កប់លោកច័ន្ទគឺជាអ្នកប្រាប់បន្ទាប់មកយើងក៏ឃើញថាប្រតិភូម្នាក់ហ្នឹងក៏បានសប្បាយចិត្តជាខ្លាំងហើយក៏បានអរគុណដល់លោកច័ន្ទដែលបានឲ្យយោបល់ទៅគាត់ដែលឥឡូវនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានធ្វើតាមគាត់ហើយលោកច័ន្ទពេលហ្នឹងក៏បានរំលឹកឡើងដែលគាត់ឲ្យប្រតិភូម្នាក់ហ្នឹងគឺចាប់លោកគឹមហើយលោកច័ន្ទគឺជាអ្នកសម្លាប់លោកគឹមដោយដៃគាត់ផ្ទាល់បន្ទាប់មកឃើញថាក្រុម AMD ក៏បាននាំលោកគឹមនិងលោករេយ៉ុងបញ្ជូនទៅក្រុមប្រតិភូកូរ៉េខាងជើងវិញដោយពេលនោះលោកកុកឈុលក៏បានសម័យថយក្រោយដោយមេបញ្ជាការកូរ៉េខាងត្បូងបានបញ្ជាឲ្យលោកកុកឈុលធ្វើតាមបញ្ជារបស់គាត់ទៅដោយឲ្យលោកគឹមនិងលោករេយ៉ុងទៅក្រុមពួកកូរ៉េខាងជើងសិនទៅបើលោកគឹមពិតជាចង់ជួបកូនស្រីមីនជីរបស់ខ្លួនគាត់នឹងរកវិធីដើម្បីចាប់យកលោករេយ៉ុងឲ្យពួកគេវិញដូច្នេះប្រទេសកូរ៉េខាងត្បូងមិនជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើងទៀតទេព្រោះលោកគឹមគឺជាអ្នកធ្វើរឿងនឹងដោយខ្លួនឯងគណៈពេលនោះឃើញថាលោកស៊ូនិងលោកឈុលកំពុងតែពិភាក្សាគ្នាគួរទៅជួយលោកគឹមទៀតអត់ដោយពេលនោះឃើញថាលោកស៊ូក៏បានគិតថាលោកគឹមគឺជាមនុស្សបកាយអញ្ចឹងគ្មានរឿងអីកាត់ឡើងចំពោះលោកគឹមទេតែគិតចប់គិតឡើងក៏បានឃើញទូរស័ព្ទរបស់លោកគឹមទុកនៅកន្លែងហ្នឹងដោយលោកគឹមបានច្រឡំយកទូរស័ព្ទរបស់លោកស៊ូហើយពួកគេទាំងពីរនាក់ចុងក្រោយគឺមិនបានដាក់ចិត្តទេហើយក៏បានសម្រេចចិត្តទៅជួយមិត្តរបស់ខ្លួនលោកគឹមដោយពួកគេទៅជួយលោកគឹមដោយនិយាយថាជាលេសថាយកទូរស័ព្ទរបស់លោកគឹមឲ្យលោកគឹមវិញហើយមិនពិតជាសរសើរពួកគេទាំងពីរនាក់មែនឃើញមិត្តចិត្តស្លាប់អញ្ចឹងមិនអោបដៃឈួរមើលទេបន្ទាប់មកឃើញថាពួកគេទាំងពីរនាក់ក៏បានចេញមកជាមួយគ្នាជាមួយនឹងឡានទំនើបដែលទៅនឹងចេញថ្មីគណៈពេលនោះឃើញថាក្រុមកូរ៉េខាងជើងក៏បានយកលោកគឹមនិងលោករេយ៉ុងយកទៅសម្លាប់ហើយឡានដែលដឹកលោករេយ៉ុងក៏បានទៅកន្លែងផ្សេងឯឡានរបស់លោកគឹមក៏បានទៅផ្លូវមួយទៀតផងដែរហើយពួកគេក៏បានយកលោករេយ៉ុងទៅខាងក្រៅឡានហើយក៏បានថតវីដេអូពីការសកម្មភាពសម្លាប់លោករេយ៉ុងដោយបានបាញ់លោករេយ៉ុងពី3គ្រាប់សម្លាប់ទៅចំណែកឯលោកគឹមក៏ត្រូវបានគេយកចេញនៅខាងក្រៅនៅកន្លែងមួយផងដែរដោយលោកគឹមពេលនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំងក៏បានជួបលោកច័ន្ទនៅកន្លែងនោះដោយលោកច័ន្ទក៏បាននិយាយឌឺដងដាក់លោកគឹមនឹកស្មានថាលោកគឹមគឺជាមនុស្សដែលពិបាកតាមសម្លាប់យ៉ាងហ្នឹងហើយក៏បានប្រាប់លោកគឹមថាកិច្ចចរចាឪពុកម្ដាយគឺមិនតន់បញ្ចប់ទេហើយលោកគឹមក៏បានតបវិញថាចោះក្រែងលោកថាឈប់បង្ករឿងហើយមិនក៏ឥឡូវចូលរួមជាមួយនឹងប្រតិភូកូរ៉េខាងជើងទៀតលោកគឺជាមនុស្សក្បត់ហើយលោកច័ន្ទក៏បានតបវិញថាលោកទេគឺជាមនុស្សក្បត់ជាតិហើយក៏បានយកកំភ្លើងចេញមកហើយក៏បាននិយាយថាលោកធ្វើគ្រប់យ៉ាងដើម្បីមិនជីយើងក៏ធ្វើគ្រប់យ៉ាងដើម្បីហេរីផងដែរហើយក៏បានយកកំភ្លើងវាយក្បាលរបស់លោកគឹមឡើងហូរឈាមហ្មងហើយក៏បានយកកំភ្លើងភ្ជង់ទៅលើលោកគឹមទៅតែលោកគឹមពេលនោះគឺមិនបានញញើតនឹងកំភ្លើងរបស់លោកច័ន្ទទេដោយបានសម្លឹងមើលទៅវិញយ៉ាងសាហាវហ្មងដោយប៉ុណ្ណឹងស្មានតែលោកគឹមខ្លាចទៅលោកគឹមគឺមិនខ្លាចទេហើយពេលនោះឃើញថាលោកច័ន្ទក៏បាននិយាយថាខ្ញុំមិនបញ្ចប់លោកនៅកន្លែងនេះទេហើយក៏បានឲ្យក្រុមនោះចាប់លោកគឹមទៅកន្លែងផ្សេងតែលោកគឹមពេលនោះក៏បានរើមរាស់ហើយក៏បានវាយកូនចៅប្រតិភូទាំងអស់ហើយក៏បានយកកំភ្លើងបាញ់តដៃជាមួយពួកគេហើយគណៈពេលនោះឃើញថាលោកច័ន្ទក៏ឃើញអញ្ចឹងក៏បានគិតថាវាយឈ្នះលោកគឹមទេក៏បានរត់គេចដល់បានចូលក្នុងឡានពេលនោះយើងឃើញថាលោកស៊ូក៏នៅក្នុងឡានផងដែរហើយក៏បាននិយាយថាឡាននេះទំនើបម៉េះគណៈពេលនោះឃើញថាលោកឈុលក៏បានចេញមកជួយលោកគឹមផងដែរដោយនិយាយប្រាប់ថាគាត់គឺមិនបានមកដើម្បីជួយលោកគឹមទេ
គាត់មកដើម្បីយកទូរស័ព្ទឲ្យលោកគឹមវិញទេគាត់យកលេសអញ្ចឹងដើម្បីការពារលោកគឹមទេហើយពួកគេទាំងអស់គ្នាក៏បានយកលោកច័ន្ទចេញមកហើយលោកគឹមពេលហ្នឹងក៏បានគិតថាពួកគេគឺមិនតន់សម្រាប់លោករីយ៉ងទេដោយបានសួរលោកច័ន្ទតើពួកគេយកលោករីយ៉ងទៅកន្លែងណាហើយលោកគឹមពេលហ្នឹងក៏បានគម្រាមទៅលោកច័ន្ទបើមិនប្រាប់គាត់ទេគាត់នឹងសម្លាប់លោកច័ន្ទចោលហើយលោកច័ន្ទពេលហ្នឹងក៏បានខ្លាចក៏បាននិយាយទៅបើទុកគាត់ឲ្យនៅរស់គាត់នឹងជូនក្រុមរបស់លោកគឹមទៅរកលោករីយ៉ងហើយលោកគឹមពេលហ្នឹងក៏បានយកព្រមទៅលោកច័ន្ទទៅហើយពួកគេទាំងអស់គ្នាក៏បានយកលោកច័ន្ទចេញទៅគណៈពេលនោះឃើញថាមានជីកំពុងតែព្រួយបារម្ភពីលោកគឹមជាខ្លាំងហើយក៏បានងើបចោលងើបឡើងពេញនឹងហ្មងដោយមានជីក៏បានមើលរូបថតដែលនាងបានថតជាមួយលោកគឹមពេលដែលនាងនៅក្មេងជាមួយអារម្មណ៍នឹកលោកគឹមជាខ្លាំងដោយមានជីពេលហ្នឹងបានកេងកាត់ទុកជាខ្លាំងដោយមិនដឹងថាប៉ារបស់ខ្លួនមិនហើយឥឡូវតមកឃើញថាកូនចៅរបស់ប្រតិភូដែលបានសម្លាប់លោករីយ៉ងក៏បានមកដល់ស្ថានភាពគេរបស់លោកច័ន្ទដោយឃើញថាអ្នកការពារកូរ៉េខាងត្បូងស្អប់ពួកគេជាខ្លាំងដោយមិនចង់នៅក្រៅបញ្ជារបស់ប្រតិភូកូរ៉េខាងជើងទេគណៈពេលនោះយើងឃើញថាលោកសុងក៏នៅចិត្តនឹងដែរដោយលោកសុងចង់មកសងសឹកលោករីយ៉ងដោយគាត់គិតថាលោករីយ៉ងប្រហែលជាមិនតន់ស្លាប់ទេដោយឃើញថាប្រតិភូនោះក៏បានយកកាបូបធំមួយចេញពីលើឡានដោយបានលួចលាក់ដោយយើងមិនដឹងថាកាបូបនោះគឺមានអីក្នុងនោះទេហើយពួកគេក៏បានយកឡើងទៅជន់ខាងលើទៅដើម្បីទៅជួបមេប្រតិភូកូរ៉េខាងជើងហើយពេលនោះឃើញថាពួកគេក៏បានស្រាយកាបូបនឹងចេញទៅហើយពេលនោះយើងក៏ឃើញថានោះគឺជាលោករីយ៉ងដែលនៅក្នុងកាបូបនោះដោយលោករីយ៉ងគឺមិនតន់ស្លាប់ទេហើយពេលនោះក៏បានសម័យថយក្រោយដល់ឃើញថាលោករីយ៉ងបានពាក់អាវក្រៅដើម្បីការពារខ្លួនដោយពួកគេគ្រាន់តែថតវីដេអូសម្ដែងទុកបង្ហាញថាលោករីយ៉ងត្រូវបានគេសម្លាប់ហើយនៅពេលនោះឃើញថាប្រតិភូកូរ៉េខាងជើងក៏បានសួរចម្លើយពីលោករីយ៉ងតាក់ទងនឹងពលមានណាខ្លះដែលលោករីយ៉ងបានប្រាប់ទៅប្រទេសកូរ៉េខាងត្បូងតែលោករីយ៉ងពេលនោះគឺមិនបានប្រាប់ពួកគេទេហើយប្រតិភូកូរ៉េខាងជើងនឹងក៏បានឲ្យគេបើកអាងទឹកឲ្យពេញដើម្បីធ្វើបាបលោករីយ៉ងឲ្យឆ្លើយសំណួរពីពួកគេគណៈពេលនោះឃើញថាក្រុមរបស់លោកគឹមក៏បានដឹកលោកច័ន្ទមកដល់ស្ថានភាពនឹងដែរដើម្បីជួបសង្អានិងពូកអ៊ុតកៅហើយសង្អាក៏បានប្រាប់លោកគឹមថានាងបានឃើញពួកប្រតិភូបានយកកាបូបដ៏ធំមួយចូលស្ថានភាពដល់លោកគឹមពេលនោះក៏បានគិតថាប្រហែលជាពួកគេដាក់លោករីយ៉ងនៅក្នុងកាបូបនឹងហើយពួកគេទាំងអស់គ្នាក៏បានរកវិធីចូលស្ថានភាពឲ្យដើម្បីចាប់លោករីយ៉ងមកវិញតែមើលទៅវាមិនងាយស្រួលក្នុងការចូលទេដោយពួកកូរ៉េខាងជើងបានយកការញ៉ាំតឹងរឹងនៅខាងក្រៅស្ថានភាពជាច្រើនអ្នកនិងក្នុងស្ថានភាពជាច្រើនអ្នកផងដែរតែពួកគេគឺពិបាកចូលណាស់ហើយលោកស៊ូពេលហ្នឹងក៏បានទៅសួរលោកច័ន្ទតើមានវិធីចូលក្នុងស្ថានភាពស្រួលដែរអត់ហើយលោកច័ន្ទពេលហ្នឹងគឺមិនតបទេធ្វើរឹកលយអីណាហើយពេលហ្នឹងឃើញថាលោកគឹមក៏បាននិយាយថាបើពួកយើងយកលោករីយ៉ងចេញមកវិញបានលោកនឹងរស់បើយើងប្រាជីលោកក៏ស្លាប់ផងដែរហើយលោកច័ន្ទពេលហ្នឹងក៏បានប្រាប់ពួកគេថាមានផ្លូវមួយនៅក្រោមដីដែលជាផ្លូវដែលយើងធ្វើសម្រាប់គ្រោះអាសន្នផ្លូវហ្នឹងអាចចូលដល់ប្រតិភូកូរ៉េខាងជើងបានដោយផ្លូវចូលនោះគឺគ្មានកាមេរ៉ាទេហើយលោកឈោក៏បាននិយាយថាឲ្យយើងចូលយ៉ាងម៉េចហើយលោកច័ន្ទពេលហ្នឹងក៏បានរៀបរាប់ពីពិធីដើម្បីចូលក្នុងស្ថានភាពហ្នឹងទៅហើយពួកគេទាំងអស់គ្នាក៏បាននិយាយគ្នាទៅវិញទៅមកពីគម្រោងការចូលទៅដើម្បីយកលោករីយ៉ងចេញពីកន្លែងនោះដោយពេលនោះឃើញថាលោកគឹមក៏បានប្រាប់ឲ្យសង្អានិងលោកឈុលនិងលោកស៊ូធ្វើយ៉ាងណាគ្រប់គ្រងកាមេរ៉ាស្ថានភាពឲ្យបានហើយលោកគឹមគឺជាអ្នកចូលបន្ទប់ប្រតិភូកូរ៉េខាងជើងរួមមើលលោករីយ៉ងចំណែកឯពូអ៊ុតកៅសម្ដែងខ្លួនគឺជាអ្នកអ៊ុតកៅបោកកក់ដោយគាត់ដែលធ្លាប់ធ្វើពីមុនបន្តមកយើងក៏បានឃើញថាពួកគេទាំង4នាក់តែបាត់លោកស៊ូនៅឃើញថាមានតែ4នាក់ទេហើយក៏បានដើរយកកំភ្លើងរៀងខ្លួនទុកចូលទៅហើយពេលនោះឃើញថាសុងអាក៏បាន make up ទៅលើមុខរបស់លោកគឹមដើម្បីឲ្យលោកគឹមបាត់ស្នាមរបួសនៅលើមុខហើយបន្ទាប់មកយើងក៏ឃើញថាលោកស៊ូកំពុងតែនៅក្រោយឡានដល់លោកឈុលពេលនោះក៏បានធ្វើបាបលោកស៊ូជាខ្លាំងដល់ឲ្យគាត់លាក់ខ្លួននៅក្រោយឡានតមកពួកគេទាំងអស់គ្នាក៏បានបើកឡានចេញទៅហើយនៅពេលនោះអ្នកការពារកូរ៉េខាងត្បូងក៏បានសួរលោកគឹមតើពួកគេមកទីនេះមានភារកិច្ចអីហើយលោកគឹមពេលនោះក៏បានប្រាប់ទៅគាត់គឺមកទីនេះដើម្បីរៀបចំកម្មវិធីនៅខាងក្នុងតែពួកគេមិនសុខចិត្តទេហើយក៏បានទៅសួរលោកច័ន្ទនៅខាងក្រោយហើយសុងអាក៏បានតេងកំភ្លើងមកបើលោកច័ន្ទនិយាយខំបន្តិចដឹងតែត្រូវហើយលោកច័ន្ទពេលនោះក៏បានប្រាប់ពួកគេថាគាត់មកទីនេះតាមជាអនុរដ្ឋមន្ត្រីដោយពួកគេក៏បានខកទៅអនុរដ្ឋមន្ត្រីដែលនៅក្រោមលោកច័ន្ទទៅហើយពួកគេក៏បានអនុញ្ញាតឲ្យក្រុមរបស់លោកគឹមជិះឡានចូលទៅពេលនោះយើងឃើញថាលោកស៊ូមានការជិះជើងយ៉ាងខ្លាំងនៅខាងក្រោមឡានយូរពេកហើយពេលនោះឃើញថាលោកសុងក៏បានមើលសកម្មភាពពួកគេពីចង្អែតផងដែរដល់លោកច័ន្ទក៏បាននាំផ្លូវពួកគេទាំងអស់គ្នាចូលទៅតាមផ្លូវខាងក្រោមដោយគ្មានកាមេរ៉ាទេដោយបានដើរទ្វេមួយទៅទ្វេមួយជាច្រើនច្រកហើយលោកច័ន្ទពេលនោះក៏បាន scan ដល់ប្រើដៃរបស់គាត់តែមួយមុខទេហើយលោកឈុលពេលហ្នឹងហើយលោកស៊ូពេលហ្នឹងក៏បាននិយាយឌឺដងទៅលោកច័ន្ទថាលោកច័ន្ទធ្វើរឿងគ្រប់យ៉ាងខុសច្បាប់ទាំងអស់ដើម្បីឲ្យខ្លួនអាចរកខ្លួនបានករណីមានបញ្ហាហើយពួកគេទាំងអស់គ្នាក៏បានចូលតាមទ្វេសម្ងាត់របស់លោកច័ន្ទទៅហើយក៏បានចូលដល់បន្ទប់របស់លោកច័ន្ទទៅហើយពួកគេទាំងអស់គ្នាក៏បានយកប្លង់អកេដើម្បីពិភាក្សាគ្នាពីរបៀបដែលគេអាចយកលោករីយ៉ងចេញបានហើយលោកឈុលពេលហ្នឹងក៏បានមើលលោកច័ន្ទដែលបានចង្អុលកំភ្លើងលេងជាមួយលោកច័ន្ទហើយក៏បានធ្វើសម្លេងបាញ់កំភ្លើងបំភ័យលោកច័ន្ទលេងទៅហើយលោកស៊ូក៏បានស្ដីឲ្យលោកឈុលថាកុំអត់ប្រយោជន៍ពេកដល់ពេលវេលាដែលយើងត្រូវធ្វើហើយ
តើលោកឈុលក៏បានខកទៅអ្នកបណ្ដាអាហារឲ្យយកអាហារមកឲ្យគេនៅបន្ទប់ហ្នឹងគណៈពេលនោះឃើញថាលោកច័ន្ទក៏បានទៅលួចមើលឆាតកូនចៅរបស់ខ្លួនថាគេបានធ្វើការងាររួចរាល់ហើយយើងមិនតាន់ដឹងថាលោកច័ន្ទនឹងធ្វើរឿងអីទេតើមកឃើញថាអ្នកបណ្ដាអាហារក៏បានមកដល់តើពួកគេទៅពីនេះក៏បានឃើញថាកន្លែងនេះគឺមិនស្រួលទេរត់ចេញអញ្ចឹងហើយពេលនោះឃើញថាលោកឈុលក៏បានកាក់ពួកគេហើយក៏បានចាប់ពួកគេទៅពីនេះជាប់ក្នុងបន្ទប់ទៅហើយក៏បានយកសម្លៀកបំពាក់ពួកគេមកពាក់មកឡំខ្លួនវិញទៅដោយសង្អានលោកឈុលគឺជាអ្នកពាក់មើលទៅពិតជាសមមែនតែនហើយពួកគេក៏បានចងនឹងបិទមាត់លោកច័ន្ទផងដែរហើយពេលនោះឃើញថាពួកគេក៏បានធ្វើបាបលោកស៊ូទៀតហើយដោយឲ្យលោកស៊ូចូលនៅខាងក្រៅបន្តែរុញដើម្បីលាក់ខ្លួនហើយពួកគេទាំងពីរនោះក៏បានចេញទៅរៀបព្រឹកសាហាវហ្មងតែលោកឈុលនឹងសងអាដោយធ្វើឲ្យព្រឹទ្ធភូកូរ៉េខាងជើងបានរសារមិនក៏នារីកូរ៉េខាងត្បូងស្អាតខ្លាំងម្ល៉េះហើយពួកគេក៏បានដើរទៅដល់បន្ទប់កាមេរ៉ាហើយក៏បានកត់ទ្វារដើម្បីហៅពួកគេឲ្យចេញយកអាហារហើយពួកព្រឹទ្ធភូកូរ៉េខាងជើងនោះក៏បាននិយាយថាមិនក៏លឿនម៉ែហើយពួកគេក៏បានយកព្រមបើកទ្វារទៅហើយលោកស៊ូពេលនោះក៏បានលោតមកខាងក្រៅហើយក៏បានវាយគ្នាពេញនឹងហ្មងហើយពួកគេទាំង3នេះក៏បានចាត់ការពួកគេទាំងអស់គ្នាទៅគណៈពេលនោះឃើញថាពួកអត់ក្អាក៏បានមកដល់ផងដែរហើយពួកអត់ក្អាក៏បានចូលក្រោមមកគេដើម្បីរងចាំពួកគេដើម្បីចាប់លោករីយ៉ុងផងដែរហើយពួកគេទាំង3នាក់ក៏បានឆែកកាមេរ៉ាតើក្រុមប្រភូបានយកកាបូបនោះទៅចនទីប្រមាណព្រោះពួកគេបានដឹងហើយថាលោករីយ៉ុងពិតប្រាកដជានៅក្នុងកាបូបធំហ្នឹងហើយពួកគេក៏បានប្រាប់លោកគឹមថាពួកគេបានយកកាបូបនៅចនទី5ហើយលោកគឹមក៏បានចោទនៅចនទី5ទៅហើយលោកគឹមក៏បានដើរចោទទៅហើយក៏បានដើរលោតលំនៅក្នុងបន្ទប់ប្រភូកូរ៉េខាងជើងហើយលោកគឹមពេលហ្នឹងក៏បានឃើញថាពួកគេកំពុងតែធ្វើបាបលោករីយ៉ុងជាខ្លាំងហើយក៏បានសួរព័ត៌មានពីលោករីយ៉ុងតើលោករីយ៉ុងបានប្រាប់ព័ត៌មានអីខ្លះទៅកូរ៉េខាងត្បូងកន្លងពេលនោះឃើញថាកូនចៅរបស់ប្រភូក៏បានចូលមកហើយក៏បានប្រាប់មេរបស់ខ្លួនថាលោកគឹមបានរត់គេចខ្លួនបាត់ហើយប្រភូម្នាក់ហ្នឹងក៏បានដឹងថាប្រហែលជាលោកគឹមអាចមករលលោករីយ៉ុងនៅកន្លែងនេះជាមិនខានហើយក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនទៅមើលនៅខាងក្រៅក្រែងលោកគឹមបានមកហើយប្រភូក៏បានយកលោករីយ៉ុងចេញមកខាងក្រៅសិនដោយបានប្រាប់កូនចៅរបស់ខ្លួនឲ្យចេញអស់សិនទៅហើយគាត់ក៏បានទិញកំភ្លើងចេញមកដើម្បីគំរាមលោករីយ៉ុងហើយលោកគឹមពេលនោះក៏កំពុងមើលពួកគេទាំងពីរនាក់ផងដែរហើយប្រភូម្នាក់ហ្នឹងក៏បាននិយាយប្រាប់លោករីយ៉ុងថាគាត់យកលោករីយ៉ុងមកទីនេះគឺមិនមែនចង់ដឹងពីព័ត៌មានតាក់ទងនឹងមីស៊ីលកូរ៉េខាងជើងទេដោយគាត់ចង់ដឹងពី USB ដែលលោករីយ៉ុងបានយកលុយរាប់លានដុល្លារដាក់ក្នុង USB ហ្នឹងតើ USB ហ្នឹងនៅកន្លែងណាហើយប្រភូម្នាក់ហ្នឹងក៏បាននិយាយថាខ្ញុំនឹងដោះលែងលោកបើលោកនិយាយការពិតតែលោករីយ៉ុងក៏មិនបានងងដែរបើគាត់ប្រាប់លោករីយ៉ុងប្រកាសជាស្លាប់ជាមិនខានហើយប្រភូម្នាក់ហ្នឹងក៏បានខឹងលោករីយ៉ុងជាខ្លាំងហើយក៏បានទិញកំភ្លើងដើម្បីបាញ់លោករីយ៉ុងតែលោកគឹមឃើញអញ្ចឹងលោកគឹមក៏បានវាយប្រភូម្នាក់ហ្នឹងក៏បានសន្លប់ទៅហើយលោករីយ៉ុងក៏បានដឹងថាលោកគឹមច្បាស់ជាមកជួយគាត់ជាមិនខានហើយក៏បានសរសើរលោកគឹមគឺជាកពូលអ្នកប្រយុទ្ធដ៏ខ្លាំងផងដែរហើយលោកគឹមក៏បានប្រាប់ទៅវិញថាបើចង់រកកុំនិយាយច្រើនពេកហើយលោកគឹមពេលហ្នឹងក៏បានផ្ដល់ព័ត៌មានទៅពួកគេទាំងអស់គ្នាឥឡូវគាត់បានចាប់លោករីយ៉ុងបានហើយពួកគេទាំង3នាក់ក៏បានធ្វើតាមគម្រោងការរបស់ពួកគេបន្តទៀតដោយលោកស៊ូនិងលោកឈូក៏បានចេញក្រៅដើម្បីវាយពួកគេទាំងអស់គ្នាដើម្បីឲ្យពួកគេចាប់អារម្មណ៍ទៅលើពួកគេទាំងពីរនាក់អញ្ចឹងលោកគឹមក៏អាចនាំលោករីយ៉ុងដើម្បីគេចខ្លួនបានយ៉ាងស្រួលផងដែរហើយលោកឈូក៏បានបញ្ចេញស្នាដៃពួកគេទាំងនោះឡើងលយហ្មងឯលោកស៊ូឃើញលោកឈូអញ្ចឹងក៏បានបញ្ចេញស្នាដៃរបស់គាត់ផងដែរបន្ទាប់មកយើងក៏ឃើញថាកូនចៅរបស់លោកភូក៏បានចាប់បានក្រុមរបស់លោកគឹមបានចូលបន្ទប់កាមេរ៉ាហើយក៏បានប្រញាប់ទៅបន្ទប់កាមេរ៉ាហើយសងអាក៏បានប្រាប់លោកគឹមមកចាប់ចេញពីកន្លែងហ្នឹងទៅព្រោះគេចាប់នាងបានហើយសងអាក៏បានកាត់ផ្ដាច់កាមេរ៉ាពួកគេទៅដើម្បីកុំឲ្យពួកគេចាប់សកម្មភាពក្រុមរបស់លោកគឹមហើយក៏បានប្រញាប់ចេញពីកន្លែងហ្នឹងទៅបន្ទាប់មកឃើញថាសងអាក៏បានដើរចូលតាយន្តទៅគណៈពេលនោះឃើញថាពួកគេក៏បានមកដល់ល្មមសងអាក៏បានចេញតនហើយពួកគេក៏បានចូលបន្ទប់កាមេរ៉ាដល់ឃើញថាកូនចៅរបស់ខ្លួនត្រូវបានចាប់ចងហើយក៏បានស្រាយពួកគេទៅហើយពេលនោះឃើញថាពួកគេក៏បាននិយាយប្រាប់មេរបស់ខ្លួនថាមនុស្សដល់13នាក់បានចាប់ពួកខ្ញុំបន្ទាប់មកឃើញថាពួកគេក៏បានប្រើម៉ាស៊ីនកាត់ផ្ដាច់ការនិយាយគ្នារបស់ក្រុមរបស់លោកគឹមដែលធ្វើឲ្យក្រុមរបស់លោកគឹមមិនអាចនិយាយគ្នាឆ្លងឆ្លើយបានទេចំណែកឯលោកគឹមក៏បានចាប់ដើមធ្វើសកម្មភាពរកកិច្ចហើយពេលនោះឃើញថាលោកគឹមក៏បានវាយពួកនៅយាមទ្វារនឹងសន្លប់ទៅហើយក៏បាននាំលោករីយ៉ុងចេញពីកន្លែងហ្នឹងទៅហើយលោកគឹមពេលហ្នឹងក៏បានជួបពួកហ្នឹងទៀតហើយក៏បានបាញ់ពួកគេទៅវិញទៅមកហើយលោកគឹមក៏បានរត់ចោលតាមកម្មចដាទៅហើយពួកគេក៏បានតើលោកគឹមហើយក៏បានចោលមកក៏បានត្រូវខ្សែប្រកេតរបស់លោកគឹមធ្លាក់ពីកម្មចដាហ្នឹងទៅដល់លោកគឹមមើលទៅពិតជាជំនាញខ្លាំងមែនតើដល់លោករីយ៉ុងមើលទៅលោកគឹមឡើងភ្លឹកបងទៅសារស្នាដៃរបស់លោកគឹមគណៈពេលនោះឃើញថាលោកច័ន្ទកំពុងតែរើពីការចងខ្សែរបស់ក្រុមរបស់លោកគឹមហើយក៏បានយកដីកែចេញនៅក្នុងកប៉ាល់របស់គាត់តែយកមិនបានទេដីកែក៏បានធ្លាក់ទៅគណៈពេលនោះឃើញថាក្រុមរបស់រដ្ឋភូក៏បានធ្វើកាមេរ៉ាដំណើរការឡើងវិញហើយប្រភូម្នាក់ហ្នឹងក៏បានឃើញសកម្មភាពរបស់លោកស៊ូនិងលោកឈុលបានវាយគ្នាជាមួយនឹងកូនចៅរបស់ខ្លួនផងដែរដែលធ្វើឲ្យគាត់ក៏បានឃើញយ៉ាងខ្លាំងគណៈពេលនោះឃើញថាលោកស៊ូនិងលោកឈុលក៏បានវាយពួកគេឡើងរៀបអស់ហ្មងហើយពួកគេទាំងពីរនាក់ក៏បានដកមកចេញទៅហើយក៏បានរត់ចោះតាមចណ្ដាលហើយមានណាក៏បានឃើញកូនចៅប្រភូ4នាក់ទៀតនៅក្នុងចណ្ដាលហ្នឹងហើយលោកឈុលពេលហ្នឹងក៏បានចូលវាយជំនួសលោកស៊ូទៅគណៈពេលដែលក្រុមរបស់លោកគឹមកំពុងតែធ្វើស្ពេសកកម្មរបស់ខ្លួនប្រភូម្នាក់ហ្នឹងក៏បានកាច់ផ្ដាច់ភ្លើងទៅដើម្បីរកវិធីដើម្បីចាប់លោកគឹមនិងលោកយកហើយក៏ឃើញថាពួកគេទាំងអស់គ្នាក៏បានតាមរកលោកគឹមតែរកមិនឃើញលោកគឹមទេ
ដោយសារតែលោកគឹមរត់គេចពីពួកគេនៅក្នុងបន្ទប់មួយគណៈពេលនោះឃើញថាក្រុមប្រពន្ធក៏បានប្រាប់ឲ្យពូអត់កៅចេញសិនទៅព្រោះឥឡូវស្ថានភាពមិនដំណើរការល្អទេខ្លាចមានគ្រោះថ្នាក់ដល់ពូអត់កៅដល់ពួកគេមិនដឹងថាពូអត់កៅជាក្រុមរបស់លោកគឹមទេហើយពូអត់កៅក៏គាត់គ្មានជំរឿទេហើយក៏បានចេញពីកន្លែងនោះសិនទៅណែឯលោកឈុលវិញក៏បានវាយពួកគេក្នុងចរាយន្តយ៉ាងដេកអស់ហ្មងបន្តមកឃើញថាប្រធានប្រពន្ធក៏បានដឹងខ្លួនឡើងហើយក៏បានខឹងលោកគឹមជាខ្លាំងហើយក៏បានប្រាប់ឲ្យកូនចៅរបស់ខ្លួនទៅសម្លាប់លោកគឹមនិងលោកដេញយ៉ងចោលទៅគណៈពេលនោះឃើញថាលោកគឹមក៏បានមកដល់កន្លែងពូអត់កៅតែមិនឃើញពូអត់កៅដោយសារតែពូអត់កៅបានចេញទៅបាត់ហើយពេលនោះឃើញថាលោកដេញយ៉ងក៏បានត្រូវមួយគ្រាប់របស់កូនចៅរបស់ប្រតិភូម្នាក់ហ្នឹងទៅហើយលោកគឹមក៏បានតដៃទៅវិញទៅមកហើយក៏បានរត់ចូលទៅខាងក្នុងទៅគណៈពេលនោះឃើញថាលោកស៊ូក៏បានជួបកូនចៅប្រតិភូខាងស្ដាំហើយពួកគេទាំងពីរនាក់ក៏បានវាយគ្នាទៅវិញទៅមកទៅនៅក្នុងបន្ទប់ផ្ទះបាយបែកចានអស់ហ្មងតែប្រតិភូម្នាក់ហ្នឹងក៏វាយមិនឆ្នះលោកស៊ូទេគណៈពេលនោះឃើញថាលោកច័ន្ទក៏បានតម្រូវខ្លួនបានដុតខ្សែពួរចេញពីដៃរបស់គាត់ដោយក៏ដៃរបស់លោកច័ន្ទបានរលាកភ្លើងផងដែរបន្ទាប់មកយើងឃើញថាភ្នាក់ងារកូរ៉េខាងជើងមួយចំនួនដែលពាក់វ៉ែនតាពេលយប់ត្រូវបានតាមរកលោកគឹមតែត្រូវលោកគឹមពេលនោះក៏បានវាយពួកគេទាំងអស់គ្នាស្លាប់ទៅអ្នកខ្លះក៏បានស្លាប់ទៅប៉ុន្តែភ្នាក់ងារជាច្រើនក៏បានមកដល់ទីនោះផងដែរហើយក៏បានឡោមព័ទ្ធលោកគឹមនៅកន្លែងនោះទៅតែធ្វើឲ្យលោកគឹមពេលហ្នឹងគឺមិនអាចចេញទៅកន្លែងណាទេដល់ពួកគេបានឡោមព័ទ្ធជាប់ហើយបន្ទាប់មកឃើញថាលោកស៊ូលោកឈុលក៏បានវាយពួកគេអស់ហើយពួកគេទាំងពីរនាក់ក៏បានមកដល់ការិយាល័យរបស់លោកច័ន្ទវិញដល់ពេលនោះឃើញថាពួកគេទាំងពីរនាក់មានការភ្ញាក់ផ្អើលជាខ្លាំងដែលលោកច័ន្ទបានរួចពីការចុងខ្សែរបស់ពួកគេហើយលោកច័ន្ទកំពុងតែផឹកស្រាម្នាក់ឯងនៅទីនោះហើយលោកច័ន្ទពេលនោះក៏បានបង្ហាញតទៅនឹងវីដេអូដែលកូនចៅរបស់គាត់បានចាប់កូនរបស់លោកស៊ូនិងលោកឈុលដើម្បីគំរាមលោកស៊ូនិងលោកឈុលផងដែរដែលធ្វើឲ្យលោកស៊ូនិងលោកឈុលមានការព្រួយបារម្ភពីកូនរបស់ខ្លួនជាខ្លាំងដោយភាគទី9របស់យើងបានបញ្ចប់ត្រឹមនឹងទៅចាំមើលថាភាគទី10ដែលជាភាគបញ្ចប់តាមក្រុមរបស់លោកគឹមនឹងជួបឧបសគ្គណាខ្លះបន្តទៀតបើកូនរបស់ពួកគេត្រូវបានគេចាប់អស់ហើយអ្នកនរគ្នាកុំភ្លេចជួយ Subscribe ជេនែល admin អ្នកមួយផងណាជួបគ្នានៅភាគទី10បន្តទៀតដែលជាភាគបញ្ចប់បាយបាយ